យើងឆ្ងល់ដែរអញយ៉ាក់ខាក់ប៉ះមានលុយទិញ hamburger ស៊ីយើងមានលុយមកពីណាយើងលុយគេណាអូបីលុយគេអសងស្មានតែវាទិញខ្លួនវាណែអញគិតតែមើលយើងអាយុប៉ុណ្ណឹងត្រូវការងារបានមកពីណាធ្វើណាបងណែដើម្បីបានលុយយើងមិនចាំបាច់តែមានការងារធ្វើនោះទេហើយយើងត្រូវតែចេះរកស៊ីដឹកខ្លួនឯងហើយឯងនិយាយមកនេះចង់មានន័យថាម៉េចឯងធ្លាប់ឮពាក្យនេះដែរទេអាយុអូខេអាយុអូខេបងអូធ្លាប់ឮតាអាយុអូខេតែអត់យល់អូខេចាំយើងសម្រាប់ឲ្យស្ដាប់ពាក្យអាយុអូខេនេះគឺមានន័យថាប្រសិនបើយើងអត់លុយធ្វើនំយើងត្រូវតែចេះធ្វើនំប្រសិនបើយើងមិនចេះធ្វើនំទៀតយើងក៏ត្រូវតែចេះលក់នំដែរ you know អាយុអូខេអត់យល់ហើយឯនេះគ្រូបានស្អីឆ្លាតទៅណាយើងទៅបរៀនឯងរើលុយទៅធ្វើគេបងមកជើងបាត់កឡើងហើយឲ្យតែយើងមានដៃជើងយើងរើលុយបានហើយអូខេគ្នាសាកធ្វើតាមឯងម្ដងមកចឹងណែត្រៀមខ្លួនហើយត្រៀមខ្លួននេះគេដាក់ដឹងធ្វើអីផងអូខេឥឡូវយើងប្រាប់រូបមន្តរើលុយឯងស្គាល់អានេះហ៎បងណែឯងសួរមកយើងមើលតែយើងនេះមិនមែនឆ្កែអញ្ចឹងអានេះគេហៅថាអំបោះគេទុកបោះទូបោះចិញ្ចាំងឡានបោះអីចឹងណាត្រឹមត្រូវហើយនៅពេលណាឯងមានអំបោះនេះនៅក្នុងដៃឯងនឹងរកបានប្រាក់ចំណូលរាប់ពាន់លានដុល្លារវ៉ាវអញនឹកមិនឃើញសោះអូខេឥឡូវយើងប្រាប់ឯងទៅចុះណាឯងកាន់អំបោះនេះទៅទៅចាំនៅស្តុបហើយឃើញម៉ូតូឡានដែលគេឈប់ចាំស្តុបពេលនោះឯងកាន់អំបោះនេះទៅបោះឡានបោះម៉ូតូឲ្យគេហើយពេលនោះហើយដែលគេឲ្យលុយបងយើងចុះតែគេមិនឲ្យបោះណែឥឡូវឯងកាន់អំបោះទៅណាអានេះគេហៅថា business ស្ម័គ្រចិត្តឬមួយក៏ business មកប្រាស់ហើយចឹងមិនសួរគេទេដាក់តែបោះឲ្យគេទេមុននឹងក្រោយគេកុំទៅឲ្យលុយយើងទេអូខេយល់ហើយហើយចុះឯងនេះរ៉ៃគេ business របស់យើងគេហៅថា Clean WC បងបាទភាសាខ្មែរយើងគេប្រែថាលាងបន្ទប់ទឹកតែមិនមែនបន្ទប់ទឹកកាយ5កាយ6អីទេណាគឺបន្ទប់ទឹកសាធារណៈអញ្ចឹងមានន័យថា business មុខក្រាស់ដូចតែគ្នាតែហើយ business នេះតើតមុខក្រាស់បន្តិចឥឡូវឯងនៅចាំស្តុកឡើយហ្នឹងហើយយើងទៅលាងបន្ទប់ទឹកនៅខាងនោះអូខេដោយពាក្យចាស់គេថាអញ្ចឹងហត់នឿយមុនតែស្រណុកតាមក្រោយជីវិតខ្ញុំកាលពីនៅក្មេងលំបាកខាងណាស់ខំប្រឹងធ្វើការខំប្រឹងរលុយតែរហូតមកដល់វ័យនេះជីវិតគឺវាអែមហ្មងព្រោះតែជីវភាពនេះវាធូរធារលែងខ្វល់នឹងអារឿងលុយអីនឹងទៀតហើយម៉ាក់យាយស្រីរត់ចៅស្រីហើយមានការអីចាលោកយាយលោកយាយចង់ពិសាមកហូបអីដែរថ្ងៃហ្នឹងណែយាយដូចជាគឺយាយចង់ហូបសម្លម្ជូរផលិតណាចៅចាយាយអញ្ចឹងខ្ញុំទៅសិនហើយខ្ញុំទៅរកដល់មកអ៊ំនឹងដាក់ផលិតដឹងហើយចៅអញទៅប្រហែលអ្នកបងចៅទៅម្នាក់ឯងលោកយាយណែអត់កើតទេចៅអញទៅតែពេញកំមុំផងពេលតែដើរម្នាក់ឯងអញ្ចឹងពួកអាកន្លងក្នុងភូមិហ្នឹងវាហៅកន្លងអញ្ចឹងចេះចុះលោកយាយចៅទៅជាមួយស្រីទូចតើបានអត់អូខេល្អខ្លាំងណាស់តែយាយសូមផ្ដាំចៅឯងមួយទៀតណាកុំទៅមានអារម្មណ៍ល្អជាមួយប្រុសនៅក្នុងភូមិយើងពេកណាព្រោះវាពូកែដាក់អន្ទាក់ខ្លាំងណាស់ដាក់អន្ទាក់មិនទៅលោកយាយខ្ញុំអត់យល់អន្ទាក់របស់មនុស្សប្រុសគេសំដីណាចៅគឺវាពូកែលួងលោមអូយស្អាតខ្លាំងណាស់បានតែណាបានធ្វើប្រពន្ធណាមិនដឹងជាល្អយ៉ាងណាទេនេះវាអញ្ចឹងចាលោកយាយចៅដឹងហើយបើដឹងហើយបញ្ញាប់មកវិញផងចាលោកយាយរាល់ថ្ងៃហ្នឹងខ្ញុំមានចៅស្រី2នាក់ម្នាក់នេះពេញក្រមុំហ្នឹងឈ្មោះស្រីរតហើយម្នាក់ទៀតនៅរៀននេះឈ្មោះកាទូចហើយម្នាក់ស្រីរតនេះគឺខ្ញុំការពារខ្លាំងណាស់ដោយសារតែប្រុសក្នុងភូមិនេះវាច្វែលហ្មងអីយ៉ាចេញរលុយថ្ងៃដំបូងដូចភ័យមិនទេអីយ៉ាដល់មករលុយលុយមកបង
បងសុខសប្បាយធម្មតាណាខ្ញុំឆ្ងល់បងឯងមុខឡើងអាក្រក់ហើយបានផងសាឡើងតាមមើលហេអូនមុខបងប៉ុណ្ណឹងដែរអាក្រក់ទៀតខ្ញុំនិយាយលេងតើបងមកហើយណែអូនហើយអីគេបាទខ្លាចខ្ញុំបោះធ្លីម៉ូតូមកណាហាបោះធ្លីម៉ូតូអីគេបងនេះមិនបានប្រើកណ្ដាលឯណាខ្ញុំដឹងទេប្រើសេវាកម្មខ្ញុំហើយមិនឲ្យលុយយ៉ាងម៉េចបងមិនឲ្យបងមិនបានប្រើសេវាកម្មអូនអញផងអត់ឲ្យខ្ញុំមិនឲ្យទៅបងឲ្យទៅគាត់នៅក្មេងណាស់អាណិតគាត់ដែរអូខេយល់ព្រមអស់ប្រហែល10000ឥឡូវបងឲ្យ1000យីឲ្យ1000មិនបងឲ្យ1000ខាតទេឥឡូវចេះបងខ្ញុំជួយជំរុញបងចា5000អូនឯងភ័យខាតអីគេបើអត់មានអស់ដើមទុនផងណាអត់អស់ដើមទុនមិនបងនេះបងនេះទិញមក5000អត់ទាន់បានដើមវិញផងណែឥឡូវថែមឲ្យ1000ទៀត2000ណែអស់ហើយត្រឹម2000ហ្នឹងអូខេសុខចិត្តកាយឆាយមកមកចាកាត់វ៉ាវលុយណែអូនបងទៅបានទេមកបងទៅបានវ៉ាវអំបោសវីតាមីនអាចផលិតលុយបានចាប់ពីពេលនេះទៅខ្ញុំលែងក្រទៀតហើយដីនៅទីនេះយ៉ាងម៉េចដែរលោកថកែតើលោកថកែពេញចិត្តដែរឬទេបាទដីនៅទីនេះពិតជាល្អខ្លាំងណាស់ខ្ញុំពេញចិត្តហើយចំពោះតម្លៃវិញខាងខ្ញុំគ្មានបញ្ហាទេឲ្យតែដីល្អឲ្យតែទីតាំងល្អនិយាយអញ្ចឹងតើលោកថកែទិញដីនៅទីនេះសម្រាប់ធ្វើអ្វីដែរបាទគឺខ្ញុំទិញដីនៅត្រង់នេះគឺសម្រាប់ធ្វើរោងចក្រដេរខោអាវខ្ញុំសូមសរសើរលោកថកែហើយលោកថកែពិតជាមានខ្សែភ្នែកល្អមែនទែនដោយសារតែនៅទីនេះមានមនុស្សរស់នៅច្រើនដូច្នេះហើយពេលលោកថកែត្រូវការកម្មករមិនខ្វះទេមនុស្សដែលចង់មកធ្វើការជាមួយនឹងលោកថកែបាទពិតជាដូចបងនិយាយមែនណាជាការល្អណាស់បងចាអូនបងតើឡើយហើយអូយហើយអីទៅហើយមកស្មឹកចិត្តមកពីអូនចាស់ណាលេងកំភៃយើងកំពុងតែទៅហើយតាបងហាមណាពេលដើរលេងកុំដើរលេងឆ្ងាយពីបងលេងណាចាបងស្រីហេតុអ្វីសម្រស់របស់នាងស្អាតយ៉ាងនេះតែនាងគឺជាទេវតាធ្លាក់មកពីលើមេឃមែនទេនាងពិតជាស្អាតខ្លាំងណាស់អូខេនាងកំពុងតែសម្លឹងមើលខ្ញុំចៅភ្នែករបស់នាងកំពុងតែចាប់ទម្លុះបេះដូងរបស់ខ្ញុំហើយអោកៅភ្នែកដ៏ស្រទន់អើយតាអ្នកមានម្ចាស់បេះដូងហើយឬណែបងស្រីឥឡូវមកចាបងទៅហើយតោះលោកថកែយើងទៅមុខទៀតលោករតនាបាទអើយលោករតនាតើលោកមិនអីទេឬអូសុំទោសផងលោកខ្ញុំកំពុងតែគិតការងារនៅខាងមុខអត់បានចាប់អារម្មណ៍លោកបើអញ្ចឹងយើងទៅមើលដីនៅខាងមុខទៀតបាទលោក